សម្រាប់សេដ្ឋកិច្ចទាំងមូលរបស់ខេត្តវិស័យកសិកម្មនៅទូទាំងខេត្តកណ្ដាលកាលពីមុនយើងនិយាយថាឆ្នាំ97 98សេដ្ឋកិច្ចរបស់ខេត្តរបស់យើងគឺវិស័យកសិកម្មនឹងមានរហូតដល់ទៅ 70% ក៏ប៉ុន្តែមកដល់ម៉ោងនេះសេដ្ឋកិច្ចនៅក្នុងវិស័យកសិកម្មរបស់ខេត្តកណ្ដាលនៅសល់តែ 29% ហើយមិញរបាយការណ៍របស់លោកអភិបាលស្រុកកសិកម្មរបស់ស្រុកកណ្ដាលស្ទឹងនៅសល់តែ 26% សួរថាបាត់ទៅណាគឺបដូរមុខរបរមានន័យថាប្រទេសដែលមានការអភិវឌ្ឍរីកចម្រើនមូលដ្ឋានគឺប្រែក្លាយផ្នែកខ្លះនៃវិស័យកសិកម្មបដូរមុខរបរអាជីពទៅជាវិស័យឧស្សាហកម្មសិប្បកម្មហើយនឹងសេវាកម្មខេត្តកណ្ដាលមានផ្នែកឧស្សាហកម្មរហូតដល់ទៅ 49% 45% សន្ទុះ 45% បាទផ្នែកឧស្សាហកម្មមិញនេះកណ្ដាលស្ទឹងផ្នែកឧស្សាហកម្មដូចជានៅសល់តែខ្ទង់30% បាទ 30% អញ្ចឹងមានន័យថាបើប្រៀបធៀបរវាងខេត្តនិងស្រុកគឺប្រែប្រួលប្រហែលគ្នាតែស្រុកខ្លះអត់ចឹងទេស្រុកខ្លះដូចស្រុកអង្គស្នួលប្រែប្រួលខ្លាំងពីវិស័យកសិកម្ម 70% ឥឡូវវិស័យកសិកម្មនៅសល់តែ 20% ជាងទៀតបាទវិស័យឧស្សាហកម្មឡើងឆ្ពោះរហូតដល់ទៅ 53% ណា 53% មូលហេតុអីគឺការវិនិយោគរោងចក្រសហគ្រាសដែលបង្កើតការងារជូនអង្គភូមិបងប្អូនកូនក្មួយដែលនៅមូលដ្ឋានស្រុកកណ្ដាលស្ទឹងនេះបាទក្នុងខេត្តកណ្ដាលយើងនេះឲ្យគាត់បដូរមុខរបរទៅជាកម្មកររោងចក្រហើយសួរថាកម្មកររោងចក្រប្រៀបធៀបចំណូលជាមួយនឹងវិស័យកសិកម្មមួយណាប្រសើរជាងរោងចក្រច្រើនជាងហើយមូលហេតុអីរោងចក្រគឺការងាររបស់គេ fix បើកប្រាក់ខែជារៀងរាល់ខែក្នុងមួយឆ្នាំយើងបើកអត់12ខែអញ្ចឹងក្នុងម្នាក់គាត់ថាប្រាក់ខែគោលវាជាង $2,000 បាត់ហើយឃើញទេចឹងឥឡូវយើង $2,000 យើងចំណូលដែលមកពីធ្វើកសិកម្មឥឡូវឧទាហរណ៍យើងធ្វើស្រែបានប្រមាណប៉ុន្តែថាតើការប្រែប្រួលនេះធ្វើឲ្យវិស័យកសិកម្មថយចុះជាបញ្ហាទេអត់ទេអត់ជាបញ្ហាទេពីព្រោះសេដ្ឋកិច្ចមូលដ្ឋានរបស់យើងមានការអភិវឌ្ឍហើយទើបមានការប្រែប្រួល